បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាននឹងមកលម្អិតតាក់ទងទៅនឹងឈុត Fullman Tournament ដែល Gainsbird រៀបចំមកឈុតនេះធានាថាដឹងតែឆ្ងាញ់ដឹងតែកក្រើកហើយបងប្អូនដោយការប្រកួតនេះធ្វើឡើងនៅថ្ងៃសៅរ៍ទី14ខែមិនិនាឆ្នាំ2026នេះដែលជាការរៀបចំដោយស្ថានីយ៍ទូរទស្សន៍ CTN សហការជាមួយនឹង Gainsbird អញ្ចឹងសម្រាប់បេក្ខភាព Fullman Tournament ទាំង4រូបមានទាំងកីឡាករនងសាវមានកីឡាករសុផាតមេសារឿងឌីណាជាមួយនឹងកីឡាករប៉ុងធីរីបាទអញ្ចឹងសម្រាប់កីឡាករទាំង4រូបនេះគឺធ្លាប់ប៉ះគ្នាដែរដោយកីឡាករសុផាតមេសាធ្លាប់ប៉ះរឿងឌីណា3 4លើកបងប្អូនហើយការប្រកួតមានចាញ់មានឈ្នះមានស្មើហើយសម្រាប់កីឡាករប៉ុងធីរីធ្លាប់ជួបកីឡាករសុផាតមេសានៅក្នុងការប្រកួតវើជុំខ្សែក្រវ៉ាត់ប៉ោះថោនហើយលទ្ធផលគឺប៉ុងធីរីចាញ់បន្ទុកសុផាតមេសាបាទអញ្ចឹងយើងងាកទៅកីឡាករនងសាវគឺជាកីឡាករជួរមុខកម្ពុជារបស់យើងមួយរូបដែរបងប្អូនហើយធ្លាប់ប៉ះរឿងឌីណា2លើកអញ្ចឹងនងសាវនេះប៉ះរឿងឌីណា2លើកគឺចាញ់សឡប់រឿងឌីណាទាំង2លើកហើយការចាញ់ទាំង2លើកនេះគឺចូលអាវុធកែងទាំង2លើកតែម្ដងបងប្អូនបាទអញ្ចឹងយើងទៅកីឡាកររឿងឌីណាមកប្រកួតចុងក្រោយគឺគាត់ចាញ់កីឡាករហុងសវណ្ណច័ន្ទសទ្ធីក្នុងការប្រកួត Foreman Tournament ទៅតាមខ្សែក្រវ៉ាត់ ISKA គុណខ្មែរបាទសម្រាប់កីឡាករសុផាតមេសាវិញមួយប្រកួតចុងក្រោយគឺគាត់ធ្វើបានល្អដោយផ្ដួលកីឡាករពេជ្រម៉ាណែតឲ្យបោះបង់ការប្រកួតនៅក្នុងសង្វៀនហងមាសបាទអញ្ចឹងក្នុងចំណោមបេក្ខភាពទាំង4រូបដែលត្រៀមធ្វើការប្រកួតប្រជែង Foreman Tournament កីឡាករដែលខ្ញុំគិតថាមានភាគរយខ្ពស់ខ្លាចជាជើងឯកគឺកីឡាករសុផាតមេសាបងប្អូនអញ្ចឹងកីឡាកររូបនេះកាយសម្បទារបស់គាត់ក៏ល្អផ្លែអាវុធរបស់គាត់គឺគ្រប់គ្រឿងហើយជាប្រភេទកីឡាករដែលល្អក្បាច់បងប្អូនអញ្ចឹងសម្រាប់កីឡាកររឿងឌីណាក៏គាត់ល្អគាត់មានផ្លែសម្រាប់របស់គាត់ដូចជាកែងប៉ុន្តែបើសម្រាប់ admin ផ្ទាល់នៅតែជឿជាក់ទៅលើកីឡាករសុផាតមេសានឹងក្លាយជាម្ចាស់ពាន Foreman Tournament